អគ្គនាយកដ្ឋានកម្មគ្រប់គ្រងបានប្រកាសថាគេនៅមិនទាន់រកឃើញមានវត្តមានអង្ករប្លាស្ទិកក្នុងទីផ្សារដោយការផ្សព្វផ្សាយតាមបណ្ដាញ Facebook នោះឡើយក្នុងសិក្ខាសាលាមួយស្ដីពីសុវត្ថិភាពចំណីអាហារនិងសិទ្ធិអ្នកប្រើប្រាស់ដែលមានការចូលរួមពីសិស្សានុសិស្សលោកគ្រូអ្នកគ្រូប្រជាពលរដ្ឋជាច្រើនរយនាក់នៅព្រឹកថ្ងៃទី20តុលានេះនៅវិទ្យាល័យជ័យវរ្ម័នទី7ស្ថិតនៅក្នុងស្រុកគៀនស្វាយខេត្តកណ្ដាលអគ្គនាយកនៃអគ្គនាយកដ្ឋានកម្មគ្រប់គ្រងនៃក្រសួងពាណិជ្ជកម្មលោកម៉ាក់ពេជ្ជរិទ្ធបានប្រកាសថារហូតមកដល់ពេលនេះកម្ពុជាមិនទាន់មានវត្តមានអង្ករប្លាស្ទិកដោយការផ្សព្វផ្សាយមួយចំនួននោះឡើយលោកម៉ាក់ពេជ្ជរិទ្ធបានប្រកាសទិញអង្ករប្លាស្ទិកពីអ្នកដែលបានអះអាងថាមានអង្ករនោះដើម្បីយកទៅពិសោធន៍និងស្វែងរកប្រភពច្បាស់លាស់មន្ត្រីកម្មគ្រប់គ្រងបានបញ្ជាក់ថាគេហ៊ានឲ្យតម្លៃអង្ករប្លាស្ទិកនោះថ្លៃជាងអង្ករធម្មតាពី2ទៅ3ដងថែមទៀតបើសិនណាជាមានលក់មកដល់ថ្ងៃនេះអគ្គនាយកដ្ឋានកម្មគ្រប់គ្រងបានចុះត្រួតពិនិត្យនិងធ្វើការវិភាគនៅអង្ករដែលគេយកមកឲ្យហើយគិតថាជាអង្ករប្លាស្ទិកប៉ុន្តែពិតទៅគឺមិនមានប្លាស្ទិកទេការវិភាគតាមរូបមន្តជាច្រើនដែលយើងបានចូលនៅមន្ទីរពិសោធន៍គឺយើងមិនទទួលបានលទ្ធផលដោយគេលើកឡើងថាជាអង្ករប្លាស្ទិកទេអញ្ចឹងអគ្គនាយកដ្ឋានកម្មគ្រប់គ្រងសូមអះអាងថាមកដល់ថ្ងៃនេះពេលនេះគឺមិនមានអង្ករប្លាស្ទិកទេប៉ុន្តែអ្វីសម្រាប់ជាវិធានការនោះអគ្គនាយកដ្ឋានកម្មគ្រប់គ្រងនឹងបន្តតាមដានទៅទៀតហើយក៏បានសុំឲ្យអ្នកដែលគិតថាមានអង្ករប្លាស្ទិកយកមកឲ្យអគ្គនាយកដ្ឋានកម្មគ្រប់គ្រងឬក៏ទូរស័ព្ទមកឲ្យអគ្គនាយកដ្ឋានកម្មគ្រប់គ្រងមន្ត្រីកម្មគ្រប់គ្រងទៅយកអង្ករនេះមិនមែនទៅយកទៅទេគឺថាសុំទិញហើយបើសិនអង្ករនឹងមកបាវពីទៅ100000រៀលអគ្គនាយកដ្ឋានកម្មគ្រប់គ្រងនឹងជូន240,000រៀលឬក៏360,000រៀលបានន័យថាជា2ជា3អញ្ចឹងឲ្យតែមានពិតប្រកបប៉ុន្តែអ្វីដែលជាព័ត៌មានហើយមិនមានភាពពិតប្រកបសូមបញ្ឈប់សូមអង្វរកថាសូមបញ្ឈប់ទៅអ្វីដែលពិតអគ្គនាយកដ្ឋានកម្មគ្រប់គ្រងនឹងបន្តធ្វើការងារទៅតាមបច្ចេកទេសរបស់ខ្លួនប៉ុន្តែបើមិនពិតទេសូមអាណិតប្រជាពលរដ្ឋក៏បំភ័យប្រជាពលរដ្ឋសូមមេត្តាបញ្ឈប់ទៅបណ្ដាញសង្គម Facebook គឺជាប្រភពផ្សព្វផ្សាយឆាប់រហ័សមួយដែលមានរូបភាពពិតផងនិងមិនមានការពិតផងនិងការផ្សាយខ្លះតាម Facebook ត្រូវគេសង្ស័យថាគឺជាការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចនិងនយោបាយផងដែរការផ្សាយអំពីអង្ករប្លាស្ទិកតាមបណ្ដាញសង្គម Facebook បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនមានការបារម្ភជាពិសេសគឺការចោទអនាមិកតាម Facebook និយាយថាអង្ករប្លាស្ទិកនេះផលិតមកពីប្រទេសវៀតណាមថែមទៀតវៀតណាមគឺជាប្រធានបទរសើបបំផុតដែលអ្នកធ្វើនយោបាយនៃគណបកប្រឆាំងនៅក្នុងប្រទេសកម្ពុជាតែងតែប្រើប្រាស់និងលាបពណ៌ដាក់ទៅលើមនុស្សឬទំនិញណាដែលគេមិនចូលចិត្តទោះជាយ៉ាងណាក៏ដោយមន្ត្រីកម្មគ្រប់គ្រងបានថ្លែងថាគេអាចពិនិត្យចំពោះអង្ករសង្ស័យណាតាមរបៀប3ចំណុចលោកម៉ាក់ពេជ្ជរិទ្ធបានថ្លែងថាកន្លងមកមានការពិនិត្យអង្ករខ្លះដែលគេចោទថាជាអង្ករប្លាស្ទិកប៉ុន្តែមិនមានការពិតនោះទេលោកបានបញ្ជាក់ថាមាន4ចំណុចដែលគេអាចពិនិត្យបញ្ហានេះបានដោយអង្ករសុទ្ធធម្មជាតិពេលកាន់គឺមានជាតិកន្ទក់កាន់ជាប់នឹងគ្រាប់អង្ករចំណុចទី2អង្ករធម្មជាតិពេលត្រាំទឹកគឺមានជាតិកន្ទក់ធ្វើឲ្យទឹកល្អក់ហើយគ្រាប់អង្ករលេចចុះទៅបាតឆ្នាំងដែលខុសពីអង្ករប្លាស្ទិកគឺមិនមានទឹកល្អក់នោះទេហើយគ្រាប់អង្ករក៏មិនអាចលេចបាននោះដែរចំណុចទី3ពេលលីងគ្រាប់អង្ករឲ្យខ្លោចអង្ករធម្មជាតិគឺមានក្លិនជាតិអង្ករមិនមែនមានក្លិនដូចប្លាស្ទិកនោះទេចំណុចទី4គេអាចយកគ្រាប់អង្ករទៅត្រាំអាល់កុលដែលគ្រាប់អង្ករធម្មជាតិមិនរីកធំឡើយបើសិនជាអង្ករប្លាស្ទិកវិញគឺវានឹងរីកឡើងធំជាមួយគ្នានេះដែរលោកថាមន្ទីរពិសោធន៍គឺមានលក្ខណៈបច្ចេកទេសទៅលើសំណើមជាតិអាមីដុងនិងលក្ខណៈមួយចំនួនទៀតដែលបញ្ជាក់ថាគំរូដែលប្រជាជនខ្លះបានអះអាងថាជាអង្ករប្លាស្ទិកនោះតាមពិតគឺជាអង្ករធម្មជាតិនោះទេនៅក្នុងសិក្ខាសាលានៅព្រឹកមិញនេះអគ្គនាយកនៃអគ្គនាយកដ្ឋានកម្មគ្រប់គ្រងបានឆ្លើយនៅចម្ងល់មួយចំនួនពីអ្នកចូលរួមអំពីសុវត្ថិភាពចំណីអាហារនាពេលបច្ចុប្បន្នមន្ត្រីអគ្គនាយកដ្ឋានកម្មគ្រប់គ្រងបានផ្សព្វផ្សាយអំពីសារធាតុគីមីហាមឃាត់មួយចំនួនដែលមិនអាចដាក់បាននៅក្នុងចំណីអាហារនោះទេព្រមទាំងអប់រំអ្នកលក់ដូរសូមកុំប្រើប្រាស់សារធាតុគីមីហាមឃាត់កុំដាក់លក់សម្ភារៈដែលហួសកាលបរិច្ឆេទនិងអ្នកផលិតចំណីអាហារត្រូវមានគុណភាពនិងអនាម័យត្រឹមត្រូវសុវត្ថិភាពចំណីអាហារនៅក្នុងប្រទេសកម្ពុជាបានក្លាយជាក្តីបារម្ភខ្លាំងចំពោះអ្នកទទួលទានអគ្គនាយកនៃអគ្គនាយកដ្ឋានកម្មគ្រប់គ្រងលោកម៉ាក់ពេជ្ជរិទ្ធបានណែនាំដល់មន្ត្រីកម្មគ្រប់គ្រងទាំងអស់ត្រូវពង្រឹងការងារចុះត្រួតពិនិត្យចំណីអាហារបន្ថែមទៀតដើម្បីទទួលការជឿទុកចិត្តពីប្រជាពលរដ្ឋ
តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកម្មគនត្រូលបានឲ្យដឹងថាក្នុងរយៈពេល9ខែដើមឆ្នាំ2016នេះកម្ពុជាបានរឹបអូសទំនិញខូចគុណភាពជាង15តោនយកទៅកម្ទេចចោលដោយឡែកនៅក្នុងឆ្នាំ2015កន្លងទៅអគ្គនាយកដ្ឋានកម្មគនត្រូលបានរឹបអូសទំនិញខូចគុណភាពជាង25តោនយកទៅកម្ទេចចោលផងដែរកំទៀងអប្សរាណាត់ទំនិញខូចគុណភាពជាច្រើនក៏ត្រូវគេប្រទះឃើញដាក់លក់នៅក្នុងផ្សារខេត្តមណ្ឌលគិរីសមត្ថកិច្ចកម្មគនត្រូលត្រូវបានធ្វើការរឹបអូសនិងដុតកម្ទេចចោលទំនិញខូចគុណភាពជាង100គីឡូក្រាមនៅថ្ងៃទី20ខែតុលានេះលោកសាច័ន្ទបុតរីកាទំនិញខូចគុណភាពជាង100គីឡូក្រាមត្រូវមន្ត្រីកម្មគនត្រូលខេត្តមណ្ឌលគិរីធ្វើការដកហូតនិងដុតកម្ទេចចោលនៅសាលាឃុំពូជ្រៃស្រុកពេជ្រដាប្រតិបត្តិការនោះគឺដឹកនាំដោយលោកច័ន្ទវាសនាប្រធានសាខាកម្មគនត្រូលខេត្តសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរួមទាំងអាជ្ញាធរឃុំកាលពីព្រឹកថ្ងៃ20ខែតុលាឆ្នាំ2016ប្រធានសាខាកម្មគនត្រូលខេត្តលោកច័ន្ទវាសនាមានប្រសាសន៍ថាការចូលត្រួតពិនិត្យទំនិញវេចខ្ចប់ស្រាប់ភេសជ្ជៈនិងចំណីអាហារនៅតាមផ្ទះលក់ចាប់ពួយនានានៅក្នុងឃុំពូជ្រៃដើម្បីពិនិត្យគុណភាពសុវត្ថិភាពទំនិញគ្មានអនាម័យនិងទំនិញគ្មានសុវត្ថិភាពត្រឹមត្រូវដើម្បីបិទកម្ទេចចោលក្នុងគោលបំណងការពារផលប្រយោជន៍និងសុខភាពអ្នកប្រើប្រាស់លោកបញ្ជាក់ឲ្យដឹងផងដែរថាតាមការត្រួតពិនិត្យនោះមន្ត្រីកម្មគនត្រូលបានរកឃើញនិងធ្វើការដកហូតទំនិញមួយចំនួនហួសការបរិច្ឆេទនៃការប្រើប្រាស់ខូចគុណភាពនិងគ្មានអនាម័យរួមមានភេសជ្ជៈនិងនំចម្រុះចំនួន125គីឡូក្រាមដើម្បីធ្វើការដុតកម្ទេចចោលនៅទីតាំងសាលាឃុំពូជ្រៃស្រុកពេជ្រដាទន្ទឹមនឹងនោះមន្ត្រីជំនាញបានធ្វើតេស្តរកសារធាតុបុរៈលើមុខទំនិញដូចជាសាច់ត្រីងៀតប្រហិតសាច់គោសរសៃគុយទាវលតនំបញ្ចុកជាលទ្ធផលពុំឃើញមានសារធាតុបុរៈនៅក្នុងទំនិញនោះទេការចូលត្រួតពិនិត្យនោះដែរលោកច័ន្ទវាសនាប្រធានសាខាកម្មគនត្រូលខេត្តក៏បានធ្វើការណែនាំដល់អាជីវករពាណិជ្ជករយល់ដឹងនិងមានការប្រុងប្រយ័ត្នជៀសវាងការដាក់តាំងលក់ទំនិញហួសការបរិច្ឆេទប្រើប្រាស់ដូចជាកំប៉ុងកំពិតប៉ោងច្រេះស៊ីទំនិញដែលមានសារធាតុគីមីហាមឃាត់និងការរៀបចំទំនិញលក់ដូរទុកឲ្យមានសណ្ដាប់ធ្នាប់ទៅតាមប្រភេទទំនិញហូបចុកទំនិញប្រើប្រាស់ផ្សេងៗដាច់ដោយឡែកពីគ្នានិងបានបិទរូបភាពដែលរៀបចំដោយអគ្គនាយកដ្ឋានកម្មគនត្រូលស្ដីពីសូមពិចារណាមុននឹងជ្រើសរើសផលិតផលម្ហូបអាហារណាមួយមកបរិភោគជូនដល់អ្នកលក់ដូរនិងអ្នកប្រើប្រាស់ឲ្យបានយល់ដឹងអំពីរូបភាពជាបឋមនៅទំនិញណាដែលគួរប្រើនិងទំនិញណាដែលមិនគួរប្រើប្រាស់